ធនាគារជាតិនៃកម្ពុជាមានប្រវត្តិយូរអង្វែងដែលអាចបែងចែកជា4ដំណាក់កាលដូចខាងក្រោមឆ្នាំ1954ដល់ឆ្នាំ1964ប្រទេសកម្ពុជាបានទទួលបានឯករាជ្យពីអាណានិគមនិយមបារាំងក្នុងឆ្នាំ1953ហើយធនាគារជាតិនៃកម្ពុជាក៏ត្រូវបានបង្កើតឡើងធនាគារជាតិនៃកម្ពុជាទទួលភារៈផ្ដាច់មុខជាអ្នកបោះពុម្ពប្រាក់រៀលដែលជារូបិយវត្ថុជាតិនិងគ្រប់គ្រងប្រព័ន្ធធនាគារនៅកម្ពុជាឆ្នាំ1975ដល់ឆ្នាំ1979ធនាគារជាតិនៃកម្ពុជាត្រូវបានបិទដោយសាររបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហមអគារស្នាក់ការត្រូវបានកំទេចរូបិយវត្ថុជាតិត្រូវបានឈប់ប្រើប្រាស់ហើយប្រព័ន្ធធនាគារត្រូវបានលុបបំបាត់ចោលទាំងស្រុងឆ្នាំ1979ដល់ឆ្នាំ1993ធនាគារជាតិនៃកម្ពុជាត្រូវបានកសាងឡើងវិញពីចំណុច0ទន្ទឹមនេះរូបិយវត្ថុជាតិក៏ត្រូវបានបោះផ្សាយឡើងវិញកម្ពុជាបានប្តូរពីសេដ្ឋកិច្ចផែនការទៅជាសេដ្ឋកិច្ចទីផ្សារសេរីឆ្នាំ1993ដល់បច្ចុប្បន្នប្រព័ន្ធធនាគារត្រូវបានពង្រឹងនិងធ្វើទំនើបភាពវុបនីយកម្មជាលំដាប់ហើយកម្ពុជាបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្លាំងជាងគេនៅលើពិភពលោក